Bàiជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាបាទខ្ញុំមកនេះដើម្បីធ្វើវីដេអូបង្ហាញអំពីរបៀបបង្កើតគណនីនៅក្នុង AI Ready Asian Class បាទអញ្ចឹងនៅក្នុងនេះលោកគ្រូអ្នកគ្រូដែលបានចូលនៅក្នុងក្រុមបាទគឺយើងនឹងឃើញ link នេះដែលខ្ញុំ pin ទុកបាទអញ្ចឹងលោកគ្រូអ្នកគ្រូគ្រាន់តែចម្លង copy link ហ្នឹងទៅហើយយើងទៅបើកនៅលើ browser ហើយជាក់ស្ដែងខ្ញុំអនុវត្តនេះគឺបង្កើតគណនីឲ្យអ្នកគ្រូនរដ្ឋបាទដែលគាត់នៅសាលាជាមួយខ្ញុំហើយគាត់ចង់ឲ្យបង្កើតគណនីឲ្យគាត់តាមធម្មតាខ្ញុំឲ្យគាត់បង្កើតខ្លួនឯងទេប៉ុន្តែដោយសារតែចង់ធ្វើជាវីដេអូបង្ហាញខ្ញុំក៏បង្ហាញលោកគ្រូអ្នកគ្រូតម្រង់ទៅនេះបាទអញ្ចឹងនៅក្នុង website AI Class Asian ហ្នឹងលោកគ្រូអ្នកគ្រូអាចរើសភាសាបានមានភាសាច្រើននៅក្នុងតំបន់អាស៊ានរបស់យើងហ្នឹងគឺយើងមានចងក្រងហើយអញ្ចឹងបានលោកគ្រូអ្នកគ្រូអាចទៅរើសភាសាបានប៉ុន្តែដោយសារតែខ្ញុំដាក់ link នេះ link ដើម្បីចុះឈ្មោះអញ្ចឹងគឺវាទាញមកដល់កន្លែងចុះឈ្មោះតែម្ដងនៅក្នុងនេះវាមាន login ហើយនិង register បាទដោយសារតែដំបូងយើងអត់ទាន់មានគណនីគឺយើងត្រូវ register បាទអញ្ចឹងកន្លែងឈ្មោះហ្នឹងគឺយើងដាក់តកូលយើងមកបាទតកូលហើយឈ្មោះយើងមកប៉ាវច័ន្ទរតអញ្ចឹងមកបាទ email address គឺគណនី email របស់យើងបាទអញ្ចឹង email ហ្នឹងគឺរបស់អ្នកគ្រូគឺច័ន្ទរតនេះបាទនេះជាគណនីរបស់គាត់បាទអញ្ចឹងខ្ញុំយកមកដាក់ចូលតែម្ដងបាទ page បាទអញ្ចឹង page ប្រុសរើសប្រុស page ស្រីរើសស្រីទៅបាទបាទអញ្ចឹងអានេះឆ្នាំកំណើតបាទឆ្នាំកំណើតខ្ញុំអត់ប្រកាសថាគាត់ឆ្នាំណាទេបាទតែខ្ញុំដាក់គាត់ឆ្នាំ2000តែម្ដងទៅបាទហើយសញ្ជាតិនេះបាទយើងយក Cambodian បាទហើយតកតងទៅនឹងស្ថានភាពរបស់គាត់គឺគាត់ជា educator បាទអញ្ចឹងយើងរើសនៅក្នុងនេះគឺយើងរើសស្រាប់ទេ beneficiary ហ្នឹងគឺយើងយកកន្លែង educator ដូចគ្នាបាទហើយកន្លែង referral code នេះប្រសិនបើលោកគ្រូអ្នកគ្រូអត់មាននៅកន្លែងហ្នឹងទេគឺយើងអាចទៅសេ IFZWM ហ្នឹងគឺជាកូដថ្នាក់រៀនដែលខ្ញុំកំពុងតែធ្វើបទបង្ហាញហ្នឹងបាទហើយលេខកូដសម្ងាត់គឺយើងអាចបង្កើតបានលេខកូដហ្នឹងធ្វើម៉េចឲ្យបាន8ខ្ទង់ហើយ8ខ្ទង់ហ្នឹងវាមានលេខមានអក្សរមានសញ្ញាអញ្ចឹងទៅអក្សរសធំសតូចអញ្ចឹងមកឧទាហរណ៍ខ្ញុំទៅសេបាទអូខេបាទអញ្ចឹងខ្ញុំដាក់អញ្ចឹងហ្មងទៅបាទបាទអញ្ចឹងលេខកូដទាំងពីរហ្នឹងធ្វើម៉េចឲ្យវាផ្ទៀងផ្ទាត់ដូចគ្នាបាទមុខមិនដាក់ក្រោយអញ្ចឹងតែបើខ្លាចច្រឡំយើងទៅសេនៅកន្លែងណាផ្សេងនេះ copy មក paste មកកុំឲ្យច្រឡំណាបាទបន្ទាប់មកលោកអ្នកគ្រាន់តែចុចគ្រីសកន្លែង by clicking checking box ហ្នឹងទៅបាទដើម្បី agree ហើយបន្ទាប់មកយើងចុចពាក្យថា submit បាទអញ្ចឹងការចុះឈ្មោះមានតែប៉ុណ្្នឹងទេគេដាក់ថា thank for signing up បាទអញ្ចឹងបន្ទាប់ពីយើងចុះឈ្មោះហើយសូមទៅឆែកនៅក្នុងប្រអប់សាររបស់យើងបាទបាទដោយសារតែនៅក្នុងប្រអប់សារគឺក្រុមហ៊ុននឹងធ្វើការផ្ញើជាសារឲ្យយើងបញ្ជាក់បាទនេះនៅកន្លែងនេះ no reply ហ្នឹងដើម្បី verify បាទអញ្ចឹងយើងចុចទៅលើសារហ្នឹងហើយយើងយកពាក្យថា verify email ដើម្បីបញ្ជាក់ថាយើងពិតជាបានយកគណនី email មួយហ្នឹងទៅចុះឈ្មោះនៅក្នុងថ្នាក់រៀនបាទយើងធ្វើតែប៉ុណ្្នឹងទៅហើយយើងចុច continue បាទនេះគឺយើងរួចរាល់ហើយមានថ្នាក់គ្រូបកគួលបាទគ្រូបកគោលហ្នឹងគឺឈ្មោះខ្ញុំចិនពិរុនហើយគាត់ជាអ្នករៀនពីខ្ញុំជាសិក្ខាកាមឈ្មោះប៉ៅចន្ទរតហើយយើងអាចផ្លាស់ប្ដូរ profile យើងចុចកន្លែង edit ដើម្បីដាក់រូបយើងបានបាទដូចជាមានតែប៉ុណ្្នឹងទេហើយលោកអ្នកអាចចូលទៅប្រើប្រាស់នៅក្នុងថ្នាលមួយនេះបានហើយតកតងភាសាយើងអាចចុចនៅក្នុងទង់ជាតិហើយយើងយកភាសាខ្មែរមក Central ខ្មែរហ្នឹងបាទយើងចុចទៅគឺរាល់អត្ថបទទាំងអស់ហ្នឹងគឺវាផ្លាស់ប្ដូរទៅជាភាសាខ្មែរបាទអញ្ចឹងយើងអាចរៀនបានហើយក្នុងនោះយើងមាន participant ហ្នឹងដល់ទៅជាង6លានអ្នកហើយដែលគេបានចូលមកប្រើប្រាស់បាទលោកអ្នកអាចចូលទៅស្វែងរកមុខងារផ្សេងបានហើយនេះគឺជាវគ្គសិក្សាដែលលោកគ្រូអ្នកគ្រូនឹងត្រូវប្រើប្រាស់បាទនឹងត្រូវរៀនទាំងអស់គ្នាហើយធ្វើម៉េចគឺយើងត្រូវបញ្ចប់វគ្គសិក្សាហ្នឹងឲ្យបានមុនខែដាច់ខែ4ណាបាទអញ្ចឹងវីដេអូដំបូងនេះខ្ញុំបង្ហាញទៅពីរបៀបចុះឈ្មោះទេអញ្ចឹងអាចអនុវត្តតាមវីដេអូនឹងបានហើយបើសិនបើអត់ច្បាស់ទេអាចចាក់មើលសារថ្មីម្ដងមួយជំហានដើម្បីកុំឲ្យមានបញ្ហាហើយអរគុណច្រើនលោកគ្រូអ្នកគ្រូដែលបានអនុវត្តចុះឈ្មោះមុនហើយអ្នកខ្លះក៏បានចូលទៅដល់ការអនុវត្តសិក្សាមេរៀនបាន1មេរៀន2មេរៀនបាទអរគុណច្រើនសម្រាប់ការចូលរួមនៅទីនេះបាទខ្ញុំនឹងធ្វើវីដេអូបន្តទៀតទាក់ទងទៅនឹងការប្រើប្រាស់ទៅលើថ្នាល AI Plus Asian នឹងបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ